គ្រូបានប្រាប់សិស្សឲ្យក្រោកឈរប៉ុន្តែមានតែនារីម្នាក់ប៉ុណ្ណោះដែលបានក្រោកឈរឡើងសិស្សទាំងអស់បានមើលនាងដោយការងឿងឆ្ងល់ព្រោះគ្មាននរណាម្នាក់នៅលើវេទិកាគ្រូបង្រៀននោះទេនៅពេលដែលនារីងាកទៅរកគ្រូជាថ្មីម្ដងទៀតសំឡេងដើមគ្រូបានប្រែទៅជាខ្មោចកំណាចហើយមកឈរនៅមុខនាងក៏ប្រញាប់បើកឆ័ត្រពណ៌លឿងនៅក្នុងដៃហើយសិស្សទាំងអស់ក៏ភ័យស្លន់ស្លោតាមពិតនារីឈ្មោះសានមីរូបនេះមានភ្នែកទើបពីកំណើតដែលអាចមើលឃើញអ្វីដែលអ្នកដទៃមើលមិនឃើញដូច្នេះហើយតែងតែមានខ្មោចមកតាមនាងហើយប្រសិនបើជួបខ្មោចដែលមានចិត្តអាក្រក់នាងក៏នឹងត្រូវគេបំពានផងដែរនៅពេលដែលសានមីកំពុងត្រូវបានខ្មោចកំណាចតាមលងបុរសម្នាក់ក៏លេចមុខភ្លាមឆ័ត្រនៅក្នុងដៃរបស់គាត់គ្រាន់តែប៉ាដេបន្តិចក៏បង្កឲ្យមានខ្យល់ព្យុះបោកបក់យកខ្មោចកំណាចទៅលើមេឃបុរសម្នាក់នេះគឺស្ដេចគោវិសេសសានមីដឹងយ៉ាងច្បាស់ថាបុរសនៅចំពោះមុខនាងប្រហែលជាមិនមែនជាមនុស្សទេប៉ុន្តែនាងមិនបានភ័យខ្លាចនោះទេនាងបានឃើញខ្មោចព្រាយបិសាចជាច្រើនរួចមកហើយរូបរាងរបស់ស្ដេចគោវិសេសនេះត្រូវបានគេចាត់ទុកថាស្អាតទៅហើយដោយសារតែមានភ្លើងឆេះប្រញឹកញាប់នាពេលថ្មីនេះស្ដេចគោវិសេសចង់ឲ្យសានមីទៅយកកង្ហាចែកខ្លួនឯងនៅផ្ទះតូចមួយដែលមិនឆ្ងាយប៉ុន្មានជាធ្នូវិញគាត់នឹងប្រគល់ឆ័ត្រដែលអាចបណ្ដេញខ្មោចបាននៅក្នុងដៃរបស់គាត់ទៅឲ្យសានមីចង់បានឆ័ត្រនៅក្នុងដៃរបស់ស្ដេចគោវិសេសខ្លាំងណាស់ដូច្នេះនាងក៏យកព្រមភ្លាមមុនពេលចេញដំណើរស្ដេចគោវិសេសក៏បានផ្ដាំផ្ញើសានមីជាពិសេសថានៅពេលដែលនាងយកឆ័ត្របានហើយត្រូវប្រញាប់ចេញមកភ្លាមកុំខ្វល់ខ្វាយអ្វីទាំងអស់ទោះបីជានាងឃើញឬអ្វីក៏ដោយនៅខាងក្នុងសានមីដើរកាត់ព្រៃទៀបតែម្នាក់ឯងមិនយូរប៉ុន្មានក៏បានឃើញផ្ទះតូចដែលស្ដេចគោវិសេសបាននិយាយនៅក្នុងផ្ទះមានទៀនបំភ្លឺពេញហើយនៅក្នុងបន្ទប់ជ្រៅបំផុតក៏មានកង្ហាមួយអណ្ដែតផងដែរសានមីយកកង្ហាបានហើយក៏ត្រៀមខ្លួនចាក់ចេញស្រាប់តែមានស្រមោលមួយបានផ្លឹបផ្លែតចេញពីភាពងឹតរួចកង្ហាមួយក៏វាចុះយ៉ាងលឿនបង្កើតបានជាពន្លឺអគ្គិសនីមួយសានមីភ័យរន្ធត់ដល់ថ្នាក់ថយក្រោយជាច្រើនជំហានស្រាប់តែឃើញបុរសសង្ហាម្នាក់បានលេចមុខនៅកណ្ដាលផ្ទះហើយគាត់នោះគឺស៊ុនវូខុងស្វាគប់ចង្អុលទៅស៊ុនមីហើយសួរថានាងចូលមកដោយរបៀបណាស៊ុនមីនៅពេលនោះទីបំផុតក៏នឹកឃើញនៅពាក្យដែលស្ដេចគោបានផ្ដាំហើយនាងក៏ធ្វើពុតជាមិនបានឃើញរួចក៏ប្រញាប់ងាកក្រោយដើរចេញទៅស្វាគប់នៅពេលនោះក៏ចាប់នាងលើកឡើងហើយធ្វើពុតជាចង់ស៊ីនាងឃើញស៊ុនមីនៅតែគ្មានប្រតិកម្មស្វាគប់ក៏គ្មានជំរឿក្រៅពីទម្លាក់នាងចុះតែនៅពេលដែលស៊ុនមីហៀបនឹងចេញទៅស្វាគប់បែរជាចិត្តណាធ្វើឲ្យឆ័ត្ររបស់នាងធ្លាក់ហើយក៏មានចិត្តល្អរំលឹកស៊ុនមីថាឆ័ត្ររបស់នាងបានធ្លាក់ស៊ុនមីក៏ត្រឡប់ទៅរើឆ័ត្រវិញដោយសារមិនចប់ហើយនាងនៅតែបកអាក្រាតការពិតដែលថានាងអាចមើលឃើញស្វាគប់សួរដោយឆ្ងល់ថាស៊ុនមីមកទីនេះធ្វើអ្វីស៊ុនមីដោយសារតែខ្លាចក៏បានប្រាប់ដោយស្មោះត្រង់នៅរឿងកិច្ចព្រមព្រៀងរបស់ស្ដេចគោជាមួយនាងស្វាគប់ក៏ដូច្នេះក៏ចិត្តណាបំភ័យស៊ុនមីថានៅខាងក្រៅទ្វារផ្ទះនេះមានខ្មោចព្រាយបិសាចរាប់មិនអស់យាមនៅទីនោះនាងប្រកាសជាចេញទៅមិនរួចទេរួចក៏មានចិត្តល្អណែនាំស៊ុនមីឲ្យចេញទៅជាមួយខ្លួននិយាយបណ្ដាស្វាគប់ក៏បានបង្គាប់ស៊ុនមីដោយធម្មជាតិបំផុតថាឲ្យនាងពន្លត់ទៀនទាំងអស់សិនទៅឃើញស៊ុនមីស្ដាប់បង្គាប់យកដៃសម្រាប់ពន្លត់ទៀននៅពេលនោះនាងក៏ចាប់អារម្មណ៍ឃើញថាភ្នែករបស់ស្វាគប់តានតឹងខុសធម្មតាតាមពិតទៀនទាំង5ដើមនេះតំណាងឲ្យភ្នំរៀមដៃទាំង5ដែលឃុំស្វាគប់មានតែពន្លត់ទៀនទើបស្វាគប់អាចចេញទៅបានជាលក្ខខណ្ឌស្វាគប់សន្យាថានឹងការពារស៊ុនមីអស់មួយជីវិតនេះឲ្យតែស៊ុនមីជួបគ្រោះថ្នាក់ហើយស្រែកហៅឈ្មោះរបស់គាត់នោះស្វាគប់នឹងលេចមុខមកពួកគេបានចុះកិច្ចសន្យាហើយស៊ុនមីក៏បានពន្លត់ទៀនទាំង5ដើមជាបន្តបន្ទាប់តាមការសន្យាចំណងក្នុងដោយខ្សែសង្វាក់នៅដៃជើងរបស់វូខុងបានស្រែកចេញជាបន្តបន្ទាប់នៅពេលទៀនរលត់ហើយទីបំផុតគាត់ក៏បានទទួលសេរីភាពឡើងវិញវូខុងគ្រាន់តែគ្រវីដៃមួយផ្ទះនោះក៏បាត់បង់ទៅវូខុងក្រោយចេញមកបានរំភើបចង់ទៅផឹកភ្លាមតែត្រូវស៊ុនមីទីងខាត់ដោយសារតែបញ្ហាកិច្ចសន្យាវូខុងត្រូវតែការពារស៊ុនមីគ្រប់ពេលធ្វើត្បិតតែមិនចង់ក៏ប៉ុន្តែវូខុងក៏មិនអាចបំពេញកិច្ចសន្យាដែលបានចុះហត្ថលេខាជាមួយមនុស្សនិងច្បាប់ឋានសួគ៌ក៏បានដែរដូច្នេះគាត់ក៏បានរកល្បិចមួយគ្រាន់តែឃើញវូខុងខ្ទាស់ម្រាមដៃខ្នងមួយពីលើក្បាលស៊ុនមីក៏មានបាល់ពន្លឺមួយហោះចេញនេះគឺជាការចងចាំអំពីឈ្មោះវូខុងឥឡូវវូខុងបានយកវាទៅហើយដរាបណាស៊ុនមីមិនអាចហៅឈ្មោះវូខុងបាននោះគាត់ក៏មិនចាំបាច់ការពារស៊ុនមីទៀតទេនិយាយរួចវូខុងក៏ដណ្ដើមយកកង្ហាចេកពីដៃស៊ុនមីបាត់ខ្លួនយ៉ាងស្វាហាប់ហើយប្រែក្លាយទៅជាខ្យល់ព្យុះខ្មៅហោះទៅបាត់ដោយសារយ៉ាងខ្លាំងសំឡេងដើមហើយក្នុងមួយពពេចភ្នែក25ឆ្នាំបានកន្លងផុតទៅពេលនេះស៊ុនមីបានក្លាយជាតំណាងក្រុមហ៊ុនអចលនទ្រព្យមួយនាងបានប្រើភ្នែកទី3របស់នាងពិសេសគឺទិញផ្ទះខ្មោចលងក្នុងតម្លៃទាបហើយរាល់ពេលនាងចូលទ្វារនាងតែងតែបើកឆ័ត្រជាមុនសិនរួចសួរជំនួយការដែលនៅក្បែរថាតើមានមនុស្សប៉ុន្មាននាក់នៅក្នុងបន្ទប់លើកនេះជំនួយការឆ្លើយថា5តែអ្វីដែលចម្លែកនោះគឺស៊ុនមីបែរជាឃើញជើងមួយគូទី6សំឡេងដើម